មួយវិញទៀតបងប្អូនត្រូវការពូជតកួនយកទៅដាំបន្តឬក៏បងប្អូនត្រូវការតកួនខ្ចីសម្រាប់លក់បន្តអាចតាក់ទងជាមួយនឹងយើងខ្ញុំបានបាទបងប្អូនទទួលបានតកួនពីវិជាកសិករផ្ទាល់ហើយតម្លៃធូរថ្លៃបាទធូរថ្លៃជាងយើងយកពីម៉ួយបាទសួស្តីមិត្តភ័ក្តិទាំងអស់គ្នាដែលនិយមតាមដាន Channel សារ៉ាកសិករអញ្ចឹងថ្ងៃនេះថ្ងៃទី6 ខែ 11 2025ដែលយើងជប់សម្រាប់បុណ្យអុំទូកអញ្ចឹងថ្ងៃនេះខ្ញុំមកថតស្រែលេងតាក់ទងជាមួយនឹងដំណាំតកួនណាបាទអញ្ចឹងទឹកនៅទីនេះជ្រៅដោយបងប្អូនឃើញទឹកលើចង្កេះប្រហែលជាជ្រៅ1 ម៉ែត្រជាងកាប់ពិតទៅតកួននេះទឹកជំរូនេះក៏យើងអាចដាំបានដែរស៊ីសងលើបច្ចេកទេសនៃការដាំណាបាទគាត់ថាបើសិនជាអ្នកដាំនឹងគាត់មានបច្ចេកទេសតិចការប្រើប្រាស់ថ្នាំសរីរាង្គបានត្រឹមត្រូវការថែទាំការមើលវាដិតដល់ណាបាទអញ្ចឹងតកួនវានៅតែស្អាតដូចបងប្អូនឃើញជាក់ស្ដែងនេះខែនេះតកួនស្រែយើងចាប់ដើមផ្កាហើយបាទហើយតកួនសម្រាប់តកួនពូជនេះបើសិនជាទីតាំងដើមចាស់ក៏វាផ្កាដូចគ្នាដែរប៉ុន្តែបើសិនជាដាំថ្មីអញ្ចឹងតកួននេះគឺយើងប្រើតាមរបៀបយើងដាំតាមលក្ខណៈបច្ចេកទេសដែលខ្ញុំបានធ្វើវីដេអូ 4-5 ឆ្នាំមុនបាទជូនបងប្អូនមើលបាទអញ្ចឹងទី1យើងដាំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសទី2យើងការប្រើប្រាស់បាទតកួននេះផងដែរខ្ញុំប្រើប្រភេទជីកប៉ុស្តិ៍ទឹកហើយវាប្រើសម្រាប់ដំណាំតកួននេះតែម្ដងបងប្អូនអាចធ្វើការសាកសួរព័ត៌មានបន្ថែមបានតាក់ទងជាមួយនឹងជីកប៉ុស្តិ៍បាទឬក៏ថ្នាំសម្រាប់បាញ់បាទហើយជីនឹងវាមិនប៉ះពាល់ដល់សុខភាពទេបងប្អូនអាចធ្វើការបាញ់ហើយលាងទឹកយកទៅស្លហូបលក់វិញក៏បានបាទហើយមួយទៀតហេតុអីបានខ្ញុំធ្វើវីដេអូថ្ងៃនេះឡើងគឺដោយសារតែការប្រើប្រាស់ជីថ្នាំដែលខាងខ្ញុំមានផ្គត់ផ្គង់ហើយនឹងមានលក់ជូនបងប្អូននេះគឺយើងចំណាយតិចការប្រើប្រាស់ក្នុងមួយធុងបាទមួយធុង20 លីត្រយើងនេះយើងបាញ់ម្ដងធុង20 លីត្រនេះយើងចាយលុយអស់តែ 1500 ទេបាទអញ្ចឹង 1500 យើងបានផលនឹងដូចគ្នាបាទតកួនគឺវាលូតលាស់ស្អាតដូចគីមីអញ្ចឹងហើយមួយវិញទៀតអ្វីដែលសំខាន់បំផុតនោះគឺយើងចំណាយលុយតិចហើយបានផលច្រើនហើយនឹងមិនប៉ះពាល់ដល់សុខភាពអ្នកហូបទៀតបាទអញ្ចឹងអ្វីដែលយើងធ្វើនេះគឺដើម្បីជួយបងប្អូនប្រជាកសិករតាក់ទងជាមួយនឹងបច្ចេកទេសដាំអីផ្សេងខ្ញុំនឹងព្យាយាមធ្វើបង្ហាញនៅវីដេអូក្រោយហើយបងប្អូនអាចសាកសួរព័ត៌មានបន្ថែមបានតាក់ទងជាមួយនឹងការដាំបច្ចេកទេសដាំបច្ចេកទេសការប្រើប្រាស់បាទជាសរីរាង្គឬក៏កប៉ុស្តិ៍ទឹកហ្នឹងទៅលើដំណាំតកួនហ្នឹងបាទបងប្អូនអាចសាកសួរព័ត៌មានបន្ថែមបានបាទអញ្ចឹងខ្ញុំនឹងព្យាយាមធ្វើវីដេអូពីបច្ចេកទេសនៃការដាំតកួននេះមួយចប់នៅប្រហែលជាអាចអាទិត្យក្រោយអញ្ចឹងសង្ឃឹមថាបងប្អូនជួយគ្រប់គ្រងហើយមួយវិញទៀតបងប្អូនត្រូវការពូជតកួនយកទៅដាំបន្តឬក៏បងប្អូនត្រូវការតកួនខ្ចីសម្រាប់លក់បន្តអាចតាក់ទងជាមួយនឹងយើងខ្ញុំបានបាទបងប្អូនទទួលបានត
តកួនពីវិជាកសិករផ្ទាល់ហើយតម្លៃធូរថ្លៃបាទធូរថ្លៃជាងយើងយកពីម៉ួយ I wake up to a little bit of drool on my pillow, feel like it's gonna be a bad day. Yeah, I'm tired of shit, and the coffee ain't hit yet, damn, ain't that great. I don't wanna go to work, cause my boss is a jerk, and I'm not even that paid. I need